បាទជំរាបសួរសួស្តីអ្នកទាំងអស់គ្នាបាទស្វាគមន៍មកកាន់វីដេអូថ្មីបាទខានធ្វើវីដេអូយូរហើយអត់ដឹងថានិយាយទៅមិនដែរបាទប៉ុន្តែឮសំឡេងមាន់ខ្លាំងមែនទេបាទហើយក្នុងថ្ងៃនេះដែរគឺមានរឿងមួយចង់និយាយជូនអ្នកទាំងអស់គ្នារឿងហ្នឹងវាកើតឡើងយូរដែរតែវាប្រភេទរឿងអបិយជំនឿអ្នកគ្នាតែខ្ញុំគិតថាប្រហែលជាអ្នកខ្លះគេអត់ជឿរឿងហ្នឹងឬក៏មិនខ្ញុំមិនដឹងដែរព្រោះរឿងហ្នឹងវាកើតឡើងលើបងប្អូនសាច់ញាតិរបស់ខ្ញុំផ្ទាល់តែម្ដងហ្នឹងហើយអញ្ចឹងយើងទៅស្ដាប់សាច់រឿងនឹងទាំងអស់គ្នាតែនេះខ្ញុំមិនជំរុញឲ្យអ្នកទាំងអស់គ្នាជឿឬអត់ជឿណាព្រោះរឿងនេះវាប្រភេទអបិយជំនឿអញ្ចឹងវាពិបាកនឹងជឿដែរអ្នកគ្នាបាទហ្នឹងហើយសាច់រឿងហ្នឹងគឺពូរបស់ខ្ញុំគឺត្រូវជាគាត់ត្រូវជាកូនរបស់អូនយាយរបស់ខ្ញុំបានន័យថាយាយរបស់ខ្ញុំមានប្អូនស្រីមួយទៅហើយគាត់ត្រូវជាកូនរបស់អូនយាយខ្ញុំហ្នឹងអញ្ចឹងគិតទៅអាហ្នឹងគេហៅជាទួតឬក៏មិនខ្ញុំអត់សូវច្បាស់ដែរអ្នកនេះបាទគាត់ត្រូវជាពូរបស់ខ្ញុំហើយប៉ុន្តែបើគេរាប់តាមសាច់អាហ្នឹងប្រហែលជាទួតដែរអ្នកនេះទៅគាត់រស់ស៊ីខាងទោះចោះគាត់ទិញសัตว์ដូចជាហៅថាហត្ថពិសេសហ្នឹងហើយគាត់រស់ស៊ីខាងហ្នឹងហើយថ្ងៃមួយហ្នឹងនិយាយទៅគាត់រស់ស៊ីខាងសัตว์ហ្មងអ្នកគ្នាខាងសัตว์ព្រៃខាងអីចឹងហើយនៅថ្ងៃមួយហ្នឹងគាត់បានមកបបួលពុករបស់ខ្ញុំហ្នឹងទៅដេញសัตว์នៅស្រុកខ្ញុំហ្នឹងដូចចិត្តទៅវៀតណាមនៅខាងព្រៃវៀតណាមព្រោះមកបបួលពុកខ្ញុំហ្នឹង3-4ដងហើយអ្នកគ្នាប៉ុន្តែពុករបស់ខ្ញុំហ្នឹងគាត់អត់ទៅទេសារណាមួយគាត់ចាស់ដែរហើយអញ្ចឹងគាត់ដើរទៅឆ្ងាយអត់កើតអញ្ចឹងណាបន្ទាប់មកពេលពុកខ្ញុំមិនទៅហ្នឹងគាត់ក៏សម្រេចចិត្តទៅម្នាក់ឯងទៅជាមួយឆ្កែរបស់គាត់ហើយជាឆ្កែរបស់គាត់មួយក្បាលហើយនឹងគាត់ទៅដេញសត្វនៅម្ដុំព្រៃវៀតណាមហ្នឹងនៅជិតភូមិខ្ញុំដែរហ្នឹងដោយសារភូមិខ្ញុំនៅជាប់វៀតណាមណាហើយពេលដែលគាត់ដេញដូចជាដេញហៅស្កាណាអ្នកគ្នាទូចតែមិនដាក់រូបឲ្យមើលដេញបានមួយហើយគាត់ក៏ដេញមួយទៀតដោយសារយើងត្រូវឡើងដេញលើដើមឈើអញ្ចឹងណាហើយជាអកុសលគាត់ក៏បានធ្លាក់លើដើមឈើហ្នឹងហើយជាធ្លាក់ភ្លាមគាត់អត់ទាន់ស្លាប់ភ្លាមទេគាត់នៅបារះបានអញ្ចឹងគាត់ងើបមកអង្គុយដែរអញ្ចឹងហើយដល់មកប្រហែលជាគាត់បំរុងមែនទេមកអ្នកផ្ទះឲ្យដែរប៉ុន្តែដោយសារពេលហ្នឹងវាល្ងាចផងហើយគុណជាមួយមេឃភ្លៀងទៀតអញ្ចឹងគឺឲ្យគាត់ស្លាប់អង្គុយតែម្ដងទៅគឺអត់ដល់ធំដែរអ្នកគ្នាគាត់ទៅម្នាក់ឯងនៅក្នុងព្រៃអញ្ចឹងផ្ទះគាត់បាត់គាត់រយៈពេលមួយយប់ហើយនៅយប់នោះគឺភ្លៀងខ្លាំងមែនទេអ្នកគ្នាភ្លៀងនិយាយទៅភ្លៀងមកទំហឹងបណ្ដោយណាមួយនៅតំបន់ព្រៃផងអ្នកគ្នានៅស្រាប់ពេលមានភ្លៀងទៅវាមិនវាតាក់ទាញភ្លៀងឆាប់ភ្លៀងហ្នឹងហើយបន្ទាប់ពីមួយយប់នឹងឡើងស្អែកឡើងបងអ្នកភូមិយ៉ាងឪពុករបស់ខ្ញុំហ្នឹងបបួលគ្នាទៅរកគាត់អញ្ចឹងណាដោយសារបាត់គាត់មួយយប់អត់មានដំណឹងអីអញ្ចឹងតែក៏អត់លើកអញ្ចឹងហើយបន្ទាប់មកពេលអ្នកភូមិទៅរកហ្នឹងរកឃើញគាត់គឺគាត់បានស្លាប់បាត់ទៅហើយគឺស្លាប់នៅផ្អែកដើមឈើតែម្ដងនិយាយទៅគឺអនាថធម៌មែនទែនអ្នកនេះគឺគាត់រកស៊ីសារគាត់រកស៊ីអញ្ចឹងតាំងពីដើមណានេះវានិយាយទៅវាអត់មានអីថាពេលខ្លះបាត់គាត់មកយប់អីអញ្ចឹងគាត់មកវិញអីធម្មតាអញ្ចឹងណាគាត់វិញព្រៃអីអញ្ចឹងណាតែដោយសារពេលនេះបាត់មកយប់ហើយគឺឧស្សាហ៍គាត់មីងមកខ្ញុំហ្នឹងគឺមានអារម្មណ៍អត់ស្រួលអញ្ចឹងទៅក៏នាំអ្នកស្រុកទៅរកទៅក៏ឃើញគាត់ហើយតមកទៀតបានយកគាត់មកឲ្យខាងសមត្ថកិច្ចគាត់ពិនិត្យកសោវិច័យទៅឃើញថានៅគាត់អត់មានឃាតកម្មអីទេគឺដោយសារគាត់ធ្លាក់លើដើមឈើមកគឺដូចជាបាក់ឆ្អឹងញឹមនេះបាក់ឆ្អឹងញឹមនេះហើយអញថាក្រំក្នុងហើយនឹងអាចដូចបាក់ជើងដែរអ្នកគ្នាលើគេថាបាក់ជើងដែរហ្នឹងហើយថាខ្ញុំអត់បានទៅចូលរួមផ្ទាល់ទេហើយសារពេលនោះរវល់ធ្វើការដែរហើយបន្ទាប់មកបនអីតាមប្រពៃណីជាតិខ្មែរអញ្ចឹងទៅបនសំអញ្ចឹងទៅហើយបន្ទាប់មករំលងមកដូចជាបានមួយខែមកក៏បានមកពយល់សពពុនគាត់ខ្ញុំនិយាយសម្ដីគាត់ណាគាត់ថាអើយឯងអើយអញមិនចង់ទៅទេប៉ុន្តែពេលអញដេញនោះដេញចំរបស់គេមើលថែអាសាអញ្ចឹងណាយើងព្រឺក្បាលហើយគេក៏វាយអញទម្លាក់ទៅលើដើមឈើទៅនិយាយអញ្ចឹងណាហើយបន្ទាប់មកនិយាយទៅគាត់ជួយយើងអាចថាពេលដែលកូនគាត់ហ្នឹងមានកូនអញ្ចឹងណាកូនរបស់ពូខ្ញុំហ្នឹងមានកូនហ្នឹងតែឆ្ងល់ថាកូនហ្នឹងដេកស្រួល
đại chơi dung chơi ấy con tôi nhá con trầm cả nữa nó đi xua là chơi dung chơi ấy nhưng tới vận tải tam tới cứ quạt nè bậc nhom nó phần lần quạt nó màu mơ thai tạo nó còn sự lạnh chạy rồi màu buộc nông dù sọp nó một cuốn quạt còn vậy thà bờ anh sẽ lạnh chạy nhớ anh ngồi với nhập từ đâu nhom mấy con mình nơi mơ thai hồi trong chọc đám tới phù bậc nhom nó quạt thà thường mấy thế bờ ai đi trong là bọc kê hay khăn của cái vậy anh lại bị lừa đảo chơi tới ai mình chọn dẫn tê này hay nhìn tới sạch rương nắng vì ở sơ khai ấy má này nào thì vận tải vì chỉ mê riêng ngôi đá này sầm đập nè rau xì hàng nâng dẫn là hàng sạch chúng nuôi chúng đâu mình thấy cái chma rồi go sạch prey cứ việc miền Hà này thấy và được xa dương quật tới đánh trong là bọc kê nhẫn á ai đang hay bị tổ vơ nhưng là lũ lý đời xa khăn với UP nhạc này nhưng mà đang thao video nó tranh tới vì ai cho được cậu ấy vì mình khai cái tại vì anh ấy vị trí chùm này đang môi lái và còn slap từ thay này thế nên trong chân năm để chỉ one là pay 4 nào này trong chân năm đấy trong chân năm bị one là pay 4 chồng pay pram này hỏi thay mình té này xảy rừng nó có chọc anh đang đấy bà sân chiên vậy từ vì coach cường ấy từ đâu ná rồi xong anh té phải cho con đái hay sân nào khi miền xảy rừng ấy ai chạy đồng lệ như không telegram cho má này chúng chăm những đặt nơi cần cầm YouTube bật nhóm rồi con sầm rập tập mình xảy rừng mũi này hay nhưng mà đang thay những bộ sai đâu vì ban lo đặt ná có xong mà chia sẻ bằng đá của ra thọt dây đường bạn cứ lưu từ bốn nào nè vậy hay vì gì tới vì riêng cái độc đua không chết tay rồi sao vì cả lời cứ xa dương dương mình cho ông chấn là vận tải thương mạch bờ RC bỏ quạt mà quạt mình thua bị admin ấy vụ chấm cồn riêng sâu chấn nó đấy điệp liền này học niềm đầu tiết dây đình chán để các bạn còn